Rockstar ចេញ GTA 6 នៅលើ PC មែនឥឡូវហ្នឹង PC version មាននៅលើ torrent ឲ្យ download បាត់តែខ្ញុំសិនទៅកុំតា download ដោយ GTA 6 មានការបែកធ្លាយច្រើនមែនតើខ្ញុំក៏បាន post ជាមួយនឹងរូបមួយការពារកុំឲ្យបងប្អូនទាំងអស់គ្នាទៅ download ព្រោះខ្លាចមាន game ខ្លាំងៗដែលគេបន្លំដាក់មេរោគអីចូលទៅក្នុងហ្នឹងហើយខ្ញុំគិតហ្នឹងគឺខ្ញុំគិតថាប្រហែលជាអាចនឹងមាននៅអាទិត្យក្រោយអញ្ចឹងណាប៉ុន្តែមានណាឥឡូវហ្នឹងមានឲ្យ download បាត់ហើយខ្ញុំគិតថាចំពោះ game ដែលមានមេរោគនេះគឺអាចនឹងមានច្រើនមកជាងនឹងទៀតដែលឥឡូវហ្នឹងចាប់ដើមមាន file ដែលគេអាងថាជា GTA 6 full game ដែលមានទំហំ 113G ជា file ISO ដាក់ឲ្យ download តាម torrent វាតំណងដែរ file 113G ប៉ុន្តែតាមការវិភាគនៃ file ដែលគេបានចែកចាយហ្នឹងគឺវាមិនមែនជា game GTA 6 ទេភាគច្រើនវាជា data ដែលបន្លំធ្វើជា file ដែលមានទំហំធំហើយវាមាន malware ក៏ដូចជា virus លាក់ខ្លួននៅក្នុងហ្នឹងទៀតអញ្ចឹងទាំងអស់គ្នាកុំតន់អាចចង់លេង GTA 6 មុនអីព្រោះវាអាចធ្វើឲ្យកុំព្យូទ័ររបស់ទាំងអស់គ្នាចូលទៅក្នុង game ហ្នឹងបានគឺមេរោគពេញហ្នឹងហ្មងហើយបើសិនចាបានទេថ្ងៃទី27ខែសីហានេះ Rockstar មានជាមួយនឹង GTA 6 on extension លោកចាក់នៅ Netflix មុនហើយបន្តមកនឹងយកចេញមកចាក់នៅលើ YouTube ជាផ្លូវការរបស់ Rockstar ហើយខ្ញុំមានរឿងមួយទៀតហើយចុះបើសិនជាការបែកធ្លាយទាំងអស់ហ្នឹង Rockstar ជាអ្នកចេញសាក់គិតមកមើលវាប្រកាសជាខ្លាយទៅជា marketing ដែលឥតគិតថ្លៃល្អជាងគេបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រព្រោះថាគ្រប់ media ទាំងអស់នឹងនិយាយពីវាហើយសូម្បីតែមេហូកដែលអាចធ្វើឲ្យខូចកុំព្យូទ័រនេះក៏អាចខ្លាចទៅជាឧទាហរណ៍ធ្វើឲ្យមនុស្សខ្លាចហើយចាំលេងហ្គេមពិតប្រាកដដែរ